តើអត់មួយដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងគួរតែសាកវាឲ្យបានម្ដង Rayhan Crimson គឺជា Rayhan មួយដែលអត់សូវជាល្បីអត់សូវពីណាគេស្គាល់ណាទេក៏អត់សូវមានគេ review ណាដែរអានេះគឺជា clone របស់ Creed Centaurus Note បាតកោនេះបើក្បាលមកវាមាន cinnamon ខ្លាំងមែនតើហើយមានម្រេចពកាឈូកហើយនឹង cardamom អញ្ចឹងធ្វើឲ្យវាមានថាអារម្មណ៍ថាហឹលហើយ cinnamon គឺខ្លាំងយ៉ាង overpowering everything មាន donut មាន patchouli ដែលធ្វើឲ្យវាមានអារម្មណ៍ថារៀងដីរុក្ខជាតិតិចក្នុងហ្នឹង dry down ទៅគឺវាមាន benzoin ថង់កាប៊ីនហើយ vanilla ដែលធ្វើឲ្យវាមានអារម្មណ៍ថា creamy ផ្អែមកក់ក្ដៅក្លិនរបស់វាអានេះវាមាន stage របស់វាពេលយើងបើកក្បាលមកដំបូងក្លិនហឹលរបស់ cinnamon គឺខ្លាំងមែនតើម្ដងហើយក៏ប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមស្ងួតម្ដងតិចទៅពេលក្លិន vanilla ហើយ benzoin ថង់កាប៊ីនដែលចេញមកមានភាពថាស្អិតហើយរៀង warm spicy ហ្នឹងណាធ្វើលាយជាមួយនឹងក្លិនហឹលគឺធ្វើឲ្យមានអារម្មណ៍ថា sexy មែនតើ very seductive attractive ហ្មងក្លិនមួយនេះជាក់ស្ដែងហ្មងនៅពេលដែលខ្ញុំប្រើ Rayhan Crimson ខ្ញុំទទួលបានការសរសើរច្រើនមែនតើអានេះបើយើងបាញ់ទៅចូលរួមកម្មវិធីគឺត្រូវម៉ាច់តែម្ដងវាតាក់ចំោះគេហ្មងណាខ្ញុំបាញ់ទៅចូលរួមកម្មវិធីមួយគឺអ្នកគ្រប់គ្នានៅក្នុងកម្មវិធីនេះនិយាយតែពីក្លិនទាំងអស់របស់ខ្ញុំហ្នឹងអ្នកខ្លះគេថាក្លិននេះគឺឈ្ងុយមែនតើអ្នកខ្លះគេថាក្លិននេះវាហឹលបែបប្រេងខ្យល់ប្រេងអីចឹងទៅតែ in a good way និយាយទៅគ្រាន់តែថាក្លិនមួយនេះតតែអ្នកទាំងអស់គ្នាចូលចិត្តបែប niche fragrance អញ្ចឹងណាបើយើងអាចប្រើទាំងអស់នេះបានអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនគួរមើលរំលងទាំងអស់មួយនេះទេសាកម្ដងទៅភាពជាប់ភាពភាយរបស់វាក៏គ្រាន់បើដែរវាភាយខ្លាំងមែនតើក្នុងរយៈពេល1ម៉ោងជាងដំបូងក៏ប៉ុន្តែភាពជាប់របស់វាបានអាចថាត្រឹមតែ6ទៅ7ម៉ោងទេតែសម្រាប់ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយសម្រាប់ទាំងអស់ដែលយើងបាញ់ទៅចូលរួមកម្មវិធីបើទោះបីជាខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យសាកមែនក៏ប៉ុន្តែនេះមិនមែនជាទាំងអស់ដែល blind buy safe ទេអញ្ចឹង buy at your own risk តែអត់មួយនេះខ្ញុំ rate ឲ្យវាបាន8កន្លះលើ10 Nice គឺក្លិនវាលយក្លិនវាទទួលបានការសរសើរទទួលបានការចាប់អារម្មណ៍ក្លិនគឺអែមអ្នកទាំងអស់គ្នាគួរតែសាកវាឲ្យបានម្ដងតែសាកត្រឹមតែ10 ml ម្លេចឲ្យសិនទៅហ្នឹងឯង Rayhan Crimson